សូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺព្រះជាម្ចាស់មិនស្វែងរកអ្នកដែលខ្លាំងពូកែបំផុតនោះឡើយតែខ្ញុំអាចលើកទឹកចិត្តលោកអ្នកនៅថ្ងៃនេះអំពីរបៀបដែលព្រះអម្ចាស់ជ្រើសរើសមនុស្សដែលអាចនឹងធ្វើឲ្យលោកអ្នកមានការភ្ញាក់ផ្អើលបានទេនៅពេលដែលព្រះអម្ចាស់ស្វែងរកនរណាម្នាក់ដើម្បីប្រើប្រាស់ទ្រង់មិនបានសម្លឹងមើលរកអ្នកដែលមានទេពកោសល្យបំផុតឬអ្នកដែលមានទំនុកចិត្តបំផុតឬអ្នកដែលមានកម្លាំងបំផុតនៅក្នុងចំណោមមនុស្សទាំងអស់នោះឡើយនោះគឺជាវិធីដែលលោកកៃជ្រើសរើសចុះព្រះអម្ចាស់វិញគឺទ្រង់ទតមើលទៅក្នុងចិត្តសូមចងចាំនៅពេលដែលលោកសាំយូអែលបានទៅផ្ទះរបស់លោកអ៊ីសាយដើម្បីចាក់ប្រេងតាំងជ្រើសរើសស្ដេចឲ្យសោយរាជបន្ទាប់ពីស្ដេចសូលម្នាក់ម្ដងលោកអ៊ីសាយបាននាំកូនប្រុសដ៏ខ្លាំងក្លានិងគួរឲ្យចាប់អារម្មណ៍របស់គាត់មកបង្ហាញមុខលោកសាំយូអែលប៉ុន្តែព្រះអម្ចាស់មានព្រះបន្ទូលថាមនុស្សមើលតែរូបរាងខាងក្រៅប៉ុន្តែព្រះយេហូវ៉ាទតមើលក្នុងចិត្តវិញសាំយូអែលខ្សែទី1ចំពុក16ខ7ហើយតើនរណាទៅដែលព្រះជាម្ចាស់បានជ្រើសរើសមិនមែនជាកូនច្បងឡើយមិនមែនជាអ្នកដែលខ្ពស់ជាងគេឡើយក៏មិនមែនជាអ្នកចំមាក់ដែរគឺជារូបកូនពៅដែលគ្មាននរណានឹកស្មានដល់គឺជាក្មេងខ្វៀលឈាមនៅតាមវាលស្មៅទៅវិញពេលដែលអ្នកដតីឃើញត្រឹមតែជាក្មេងខ្វៀលឈាមប៉ុន្តែព្រះជាម្ចាស់ទតឃើញជាស្ដេចសាបេប៉ូលបានសរសេរយ៉ាងពីរោះថាមិនមែនមានអ្នកប្រាជ្ញច្រើនឬអ្នកមានអំណាចច្រើនឬអ្នកមានត្រកូលខ្ពស់ច្រើនដែលត្រូវបានហៅនោះឡើយប៉ុន្តែព្រះជាម្ចាស់បានជ្រើសរើសរបស់ដែលលោកកៃទុកជាល្ងងខ្លៅដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់ដើម្បីកុំឲ្យមនុស្សណាម្នាក់អាចពួតខ្លួននៅចំពោះព្រះវត្តមានទ្រង់បានឡើយព្រោះធម៌ខ្សែទី1ចំពុក1ខ26ដល់29តើបងប្អូនមើលឃើញទេនេះហើយគឺជាចំណុចសំខាន់ព្រះអម្ចាស់មានព្រះអតីជ្រើសរើសអ្នកដែលលោកកៃមើលរំលងអ្នកដែលគ្មាននរណាម្នាក់នឹកស្មានដល់អ្នកដែលមានអារម្មណ៍ថាខ្លួនឯងខ្សោយនិងមិនស័ក្តិសមដើម្បីកុំឲ្យមាននរណាម្នាក់អាចអួតអាងបានថានេះមកពីភាពឆ្លាតវៃសមត្ថភាពឬកម្លាំងរបស់ខ្ញុំនៅពេលដែលព្រះគុណរបស់ទ្រង់ធ្វើការតាមរយៈភីជ្ជៈដែលប្រេះស្រានបែបនេះវានឹងមិនមានការភ័ន្តច្រឡំឡើយគឺថាសេរីល្អទាំងអស់ជារបស់ទ្រង់នេះអាចមើលឃើញគំរូនៃរបៀបដែលព្រះជាម្ចាស់ជ្រើសរើសនៅទូទាំងព្រះគម្ពីរមនុស្សដែលនិយាយត្រដិតជាអ្នករំដោះដែលព្រះបានជ្រើសរើសគឺលោកម៉ូសេអ្នកនេសាទត្រឡប់ជាសាវកសម្រាប់ការប្រកាសដំណឹងល្អអ្នកដែលធ្លាប់ធ្វើទុកបុកម្នេញដល់គ្រប់ជំនុំត្រឡប់ជាសាវកនៃព្រះគុណគឺសាវកប៉ុលហើយអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះពីព្រោះអ្នកដែលគិតថាខ្លួនឯងខ្លាំងពួកគេមិនមានអារម្មណ៍ថាត្រូវការទ្រង់ឡើយប៉ុន្តែអ្នកដែលដឹងថាខ្លួនឯងមិនអាចពួកគេនោះហើយគឺជាបេក្ខជនសម្រាប់ព្រះគុណនិងសេចក្តីសម្បត្តិដែលមិនស័ក្តិសមនឹងទទួលបានពីទ្រង់សូមលើកឧទាហរណ៍អំពីលោកម៉ូសេការគាត់នៅជាអង្គម្ចាស់នៃស្រុកអេស៊ីបមានអំណាចទាំងសម្ដីនិងសកម្មភាពព្រះជាម្ចាស់មិនទាន់អាចប្រើគាត់បានឡើយលុះត្រាតែគាត់បានបរាជ័យរត់គេចទៅទីរហោឋាននិងមានអារម្មណ៍ថាខ្សោយរហូតដល់និយាយថាទូលបង្គំសូម្បីតែនិយាយក៏មិនកើតផងពេលនោះហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថាឥឡូវនេះអ្នកបានត្រៀមខ្លួនរួចរាល់ហើយហើយអ្វីពីព្រោះចិត្តដែលលះបង់ចោលនៅពីអញខ្លួនឯងគឺថាចិត្តដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញដោយព្រះគុណសូម្បីតែនៅក្នុងក្រុមជំនុំរបស់យើងនៅពេលដែលខ្ញុំស្វែងរកអ្នកដឹកនាំខ្ញុំមិនត្រឹមតែសម្លឹងមើលអ្នកដែលមានអំណោយទានពីកំណើតឬមានខារីស្មានោះទេអ្វីដែលខ្ញុំស្វែងរកគឺភាពស្មោះត្រង់ព្រះគម្ពីរចែងថាមនុស្សស្មោះត្រង់នឹងទទួលបានព្រះពរយ៉ាងបរិបូរណ៍ហើយនៅក្នុងសម្បត្តិរបស់គាត់សាវកប៉ុលបានប្រាប់លោកធីម៉ូថេថាចូលផ្ញើសេចក្តីទាំងនេះទុកនឹងមនុស្សដែលស្មោះត្រង់ដែលគេអាចនឹងបង្រៀនអ្នកដទៃទៀតបានដែរតែអ្នកចាប់អារម្មណ៍លើលំដាប់លំដោយទេគឺស្មោះត្រង់សិន
រួចទៅអាចធ្វើបានវាមានន័យថាអ្នកអាចនឹងចាប់ផ្ដើមដោយភាពខ្ទេចខ្ទាំអ្នកអាចចាប់ផ្ដើមដោយភាពទន់ខ្សោយប៉ុន្តែនៅពេលដែលព្រះគុណរបស់ព្រះជាម្ចាស់បំពេញមកលើអ្នកវានាំមកនៅជាមួយសេចក្តីសោកប្រតិនិងការចាក់ព្រីតាំងរបស់ទ្រង់ហើយចំណុចនោះឯងដែលធ្វើឲ្យគ្រប់យ៉ាងដែលមានភាពខុសប្លែកគ្នារដ្ឋធម៌ខ្សែទី2ចំពុក12បានចែកបែបនេះថាកម្លាំងរបស់ទ្រង់បានសម្រេចយ៉ាងពេញលេញក្នុងសេចក្តីទន់ខ្សោយរបស់យើងដូច្នេះនៅថ្ងៃនេះប្រសិនបើលោកអ្នកមានអារម្មណ៍ថាខ្វះខាតបើលោកអ្នកមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ឬមិនមានសមត្ថភាពសូមមានទឹកចិត្តឡើងអ្នកគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់សពប្រតិនឹងប្រើប្រាស់បំផុតអ្នកមិនចាំបាច់ខ្លាយជាអ្នកដែលខ្លាំងបំផុតនោះឡើយអ្នកគ្រាន់តែត្រូវពឹងផ្អែកលើទ្រង់និងខ្លាយជាមនុស្សម្នាក់ដែលដេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលដែលអ្នកធ្វើបែបនេះព្រះគុណរបស់ទ្រង់នឹងភ្លឺចែងចាំងតាមរយៈអ្នកក្នុងរបៀបដែលសូម្បីតែខ្លួនអ្នកផ្ទាល់ក៏នឹងភ្ញាក់ផ្អើលដែរហើយទ្រង់នឹងទទួលបានសេរីល្អទាំងអស់បបិទ្ធព្រះបិតាអើយទូលបង្គំសូមអរព្រះគុណទ្រង់ដែលទ្រង់មិនបានជ្រើសរើសទូលបង្គំដោយសមត្ថភាពឬដោយភាពខ្លាំងក្លារបស់ទូលបង្គំឡើយអរព្រះគុណដែលទ្រង់ទតមើលក្នុងចិត្តហើយសពប្រតិប្រើប្រាស់ជីវិតដែលទន់ខ្សោយនិងខ្ទេចខ្ទាំរបស់ទូលបង្គំនៅថ្ងៃនេះប្រសិនបើទូលបង្គំមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់សូមឲ្យព្រះគុណរបស់ទ្រង់មកបំពេញនៅរាល់ចំណុចខ្វះខាតទាំងនោះសូមឲ្យកម្លាំងរបស់ទ្រង់បានសម្រេចយ៉ាងពេញខ្នាតនៅក្នុងភាពទន់ខ្សោយរបស់ទូលបង្គំសូមផ្ញើជីវិតលើទ្រង់ហើយសូមឲ្យសេរីល្អរបស់ទ្រង់ភ្លឺចែងចាំងតាមរយៈទូលបង្គំសូមអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន